រឿងរ៉ាវមួយនេះបានបន្សល់ទុកជាសម្បត្តិអន្តរកាលតាមលងបន្លាចខ្ញុំរហូតដល់សព្វថ្ងៃនេះរាល់ពេលដែលខ្ញុំដើរចូលទៅក្នុងបន្ទប់សណ្ឋាគារឬសូម្បីតែពេលដែលខ្ញុំសម្លឹងមើលពីដើមផ្ទះខ្លួនឯងនៅពេលយប់ស្ងាត់ភាពត្រជាក់ស្រេបនិងអារម្មណ៍រន្ធត់នោះវាតែងតែរត់មករកខំញោមញីខួរក្បាលរបស់ខ្ញុំជានិច្ចមិនដែលបាត់បង់ឡើយកាលពីខ្ញុំទើបតែរៀនចប់មហាវិទ្យាល័យថ្មីៗខ្ញុំពោរពេញដោយក្តីស្រមៃនឹងការតស៊ូខ្ញុំទទួលបានការងារមួយជាអ្នកតំណាងលក់ប្រចាំតំបន់នៅក្នុងក្រុមហ៊ុនចែកចាយទំនិញដ៏ធំមួយការងារជាអ្នកលក់ទាមទារឲ្យខ្ញុំទៅធ្វើដំណើរចុះខេត្តជាញឹកញាប់ដំបូងឡើយគ្រប់យ៉ាងហាក់ដូចជាធម្មតារហូតដល់មានខែមួយជីវិតរបស់ខ្ញុំទៅផ្លាស់ប្ដូរទាំងស្រុងនៅល្ងាចថ្ងៃមួយម៉ោងប្រហែលជិត5ទៅហើយចៅហ្វាយនាយរបស់ខ្ញុំបានហៅខ្ញុំចូលទៅក្នុងបន្ទប់ធ្វើការរបស់គាត់ទាំងបញ្ញាគាត់មានប្រសាសន៍មកកាន់ខ្ញុំដោយទឹកមុខស្ងួតថាឯងទៅចុះធ្វើការនៅតំបន់ភាគឦសានជាបន្ទាន់នៅយប់នេះតំបន់ភាគឦសាននោះជាតំបន់ព្រៃភ្នំក្រាស់និងមានភូមិដាច់ស្រយាលខ្លាំងណាស់តាមពិតទៅតំបន់នោះមិនមែនជាការទទួលខុសត្រូវរបស់ខ្ញុំទេវាគឺជាការទទួលខុសត្រូវរបស់អ្នកលក់ម្នាក់ទៀតដែលមានបទពិសោធន៍យូរឆ្នាំមកហើយគឺបងរិទ្ធដោយក្តីឆ្ងល់ខ្ញុំក៏បានសួរទៅចៅហ្វាយថាជួបបងរិទ្ធទៅណាហើយទើបឲ្យខ្ញុំទៅចំនួនទាំងតក់ក្រហល់បែបនេះចៅហ្វាយដកដង្ហើមធំរួចតបមកវិញដោយសំឡេងខ្សឹបថាក្រុមហ៊ុនទើបតែទទួលបានព័ត៌មានថាគាត់បានលាឈប់ភ្លាមដោយគ្មានមូលហេតុគាត់មិនបានដាក់ពាក្យទេគឺសពតែបាត់ខ្លួនបិទទូរស័ព្ទលែងតាក់ទងបានតែម្ដងទោះបីថាមានអារម្មណ៍ថាចម្លែកចិត្តប៉ុន្តែក្នុងនាមជាបុគ្គលិកថ្មីខ្ញុំគ្មានសិទ្ធិប្រកែកឡើយខ្ញុំទៅបង្ខំចិត្តរៀបចំអីវ៉ាន់សៀវភៅកាតាឡុកទំនិញញាត់ចូលក្នុងឡានរួចចាប់ផ្ដើមធ្វើដំណើរចេញពីភ្នំពេញទាំងប្រឡប់ការបើកបរឆ្លងកាត់ខេត្តឆ្ងាយនៅពេលយប់ងងឹតមិនមែនជារឿងងាយស្រួលឡើយម៉ោងកាន់តែជ្រៅផ្លូវជាតិចាប់ផ្ដើមរួមតូចទៅហើយភ្លើងបំភ្លឺផ្លូវក៏លែងមានតែពន្លឺចង្កៀងឡានរបស់ខ្ញុំប៉ុណ្ណោះដែលកំពុងកាត់ផ្ដាច់ភាពងងឹតស្លុបនៃព្រៃក្រាស់សងខាងផ្លូវបរិយាកាសនៅក្នុងឡានប្រែជាត្រជាក់ខុសធម្មតាទោះបីជាខ្ញុំមិនបានបើកម៉ាស៊ីនត្រជាក់ខ្លាំងក៏ដោយខ្ញុំព្យាយាមបើកវិទ្យុឡានដើម្បីបំបាត់ភាពឯកោប៉ុន្តែរលកសញ្ញាវិទ្យុចាប់ផ្ដើមរអាក់រអួលឮតែសំឡេងងៅផ្សារភ្ជាប់នឹងសំឡេងខ្សឹបខ្សៀវម្យ៉ាងដែលស្ដាប់មិនយល់អត្ថន័យវាដូចជាសំឡេងមនុស្សស្រីកំពុងយំខ្សឹបខ្សួរនៅក្បែរត្រចៀកខ្ញុំចាប់ផ្ដើមមានអារម្មណ៍ពឺក្បាលខ្ញាក់ខ្ញុំក៏លេចមើលកញ្ចក់មើលក្រោយជាញឹកញាប់ព្រោះមានអារម្មណ៍ថាដូចជាមានសម្បល់អ្វីមួយយ៉ាងកំពុងអង្គុយនៅកៅអីខាងក្រោយឡានតែរាល់ពេលដែលខ្ញុំងាកទៅមើលគឺមានតែភាពទទេស្អាតនិងភាពងងឹតខ្ញុំក្តាប់ចង្កូតឡានយ៉ាងណែនញើសត្រជាក់ចាប់ផ្ដើមហូរសក់តាមជើងសក់មេឃងងឹតដូចគេយកកណ្ដាប់ខ្មៅមកគ្របបូករួមទាំងភាពហត់នឿយដែលបើកបររាប់ម៉ោងភ្នែករបស់ខ្ញុំចាប់ផ្ដើមធ្ងន់និងស្រវាងរំពេចនោះឡានរបស់ខ្ញុំក៏ចាប់ផ្ដើមមានបញ្ហាម៉ាស៊ីនឡើងកម្ដៅខ្លាំងហើយទំនុកសាំងបានធ្លាក់ចុះដល់បាតខ្ញុំសន្សស្លោយ៉ាងខ្លាំងព្រោះនៅជុំវិញខ្លួនមានតែព្រៃនិងភាពស្ងាត់ជ្រងំខ្ញុំគ្រោងនឹងទាញទូរស័ព្ទមកទេឲ្យគេជួយតែនៅលើអេក្រង់បង្ហាញថាគ្មានសេវានៅក្នុងស្ថានភាពដ៏អស់សង្ឃឹមនោះភ្នែករបស់ខ្ញុំក៏រេទៅប្រទះឃើញពន្លឺភ្លើងពណ៌លឿងទុំខ្សោយមួយនៅខាងមុខវាជាផ្លូវបំបែកតូចមួយដែលទៅកាន់អគារដ៏ធំមួយខុសប្លែកពីគេឯងនៅពីមុខអគារនោះមានស្លាកយីហោចាស់សរសេរថាសន្តាគារបើកថ្មីសម្រាប់ផាសុកភាពទីនោះស្ថិតនៅដាច់ឆ្ងាយពីផ្ទះអ្នកសុខដទៃបន្តិចប៉ុន្តែសម្រាប់ខ្ញុំនៅពេលនេះវាប្រៀបដូចជាទីពឹងចុងក្រោយខ្ញុំក៏សម្រេចចិត្តបត់ឡានចូលទៅទីនោះទាំងមិនដឹងថាខ្លួនឯងកំពុងតែដើរចូលទៅក្នុងរណ្ដៅនរកឡើយខ្ញុំបានបញ្ឈប់ឡាននៅមុខសន្តាគារនោះពេលដែលខ្ញុំឈានជើងចុះពីលើឡានខ្យល់យប់ដ៏ត្រជាក់បានបក់មកចំរាងកាយខ្ញុំធ្វើឲ្យខ្ញុំញ័រទៅត្រើតខ្ញុំងើបមុខសម្លឹងមើលអគារសន្តាគារនោះទោះបីជាស្លាកសរសេរថាទើបតែបើកថ្មីប៉ុន្តែសភាពខាងក្រៅរបស់វាមើលទៅស្រអាប់ជញ្ជាំងមានស្នាមប្រេះស្រុតនិងគ្មានឡានភ្ញៀវដទៃចតសូម្បីតែមួយគ្រឿងគ្រប់យ៉ាងស្ងាត់រហូតដល់ខ្ញុំអាចឮសំឡេងជើងខ្លួនឯងដើរលើដីខ្សាច់
ខ្ញុំដើរតម្រង់ទៅរកទ្វារកញ្ចក់ខាងមុខរួចរុញវាចូលទៅបរិយាកាសខាងក្នុងធំទូលាយណាស់ប៉ុន្តែពន្លឺភ្លើងពណ៌លឿងទុំនៅតាមជញ្ជាំងវាមិនភ្លឺច្បាស់ទេវាគឺកំពុងតែភ្លឹបភ្លែតហាក់ដូចជាចរន្តអគ្គិសនីមិនគ្រប់គ្រាន់វាបង្កើតជាស្រមោលវែងអូសកាត់តាមការ៉ូបង្កើតបានជាទិដ្ឋភាពគួរឲ្យពឺសម្បល់ខ្ញុំដើរទៅរកតុបញ្ចូលទទួលភ្ញៀវដែលនៅចំកណ្ដាលទីនោះទទេស្អាតគ្មានមនុស្សអង្គុយឡើយ Hello មានអ្នកណានៅទេបាទខ្ញុំចង់ជួបបន្ទប់សម្រាប់ខ្ញុំបានលើសំឡេងសួរក្នុងភាពស្ងាត់ជ្រងំសំឡេងរបស់ខ្ញុំបានបន្លឺឡើងជាសូអេកូជះត្រឡប់មកវិញរំពេចនោះដោយគ្មានសំឡេងជើងសូម្បីតែមួយចំហៀងសប្តាហ៍មានបរិសម្នាក់បានលេចមុខឡើងពីក្រោមតុបញ្ចូលទទួលភ្ញៀវគាត់ងើបឡើងមកយ៉ាងយឺតធ្វើឲ្យខ្ញុំធ្លាក់ថ្លើមភីងថយក្រោយមួយចំហៀងគាត់ជាបរិសវ័យកណ្ដាលម្នាក់ស្លៀកពាក់ឯកសណ្ឋានចាស់ពណ៌ក្រហមក្រមៅអ្វីដែលធ្វើឲ្យខ្ញុំពឺរោមនោះគឺផ្ទៃមុខរបស់គាត់ស្លេកស្លាំងខ្លាំងណាស់ស្លេកដូចជាមុខមនុស្សដែលគ្មានឈាមរត់សូម្បីតែមួយដំណក់ភ្នែករបស់គាត់ខ្មៅងងឹតនិងមានរង្វង់ភ្នែកខ្មៅជ្រៅហាក់ដូចជាមិនបានគេងលក់រាប់ឆ្នាំគាត់មិននិយាយអ្វីទាំងអស់តែគាត់បានបង្ហើបស្នាមញញឹមយ៉ាងចម្លែកមកកាន់ខ្ញុំវាជាស្នាមញញឹមដែលកកកំព្រឹសមិនមែនជាស្នាមញញឹមស្វាគមន៍រាក់ទាក់ទេតែវាដូចជាស្នាមញញឹមរបស់តុក្កតាជ័រកោភ្នែករបស់គាត់មិនពេចទាល់តែសោះគាត់ចាប់ដើមសម្លឹងមើលខ្ញុំតាំងពីចុងជើងឡើងមកដល់ចង្កេះរួចដល់កនិងមកដល់ក្បាលក្រសែភ្នែកនោះវាត្រជាក់និងគួរឲ្យខ្លាចខ្លាំងណាស់វាដូចជាគាត់កំពុងតែវាស់វែងទំហំរាងកាយរបស់ខ្ញុំឬកំពុងតែស្វែងរកកន្លែងណាមួយនៅលើខ្លួនខ្ញុំដើម្បីធ្វើអ្វីម្យ៉ាងចង់ស្ម័គ្រនៅប៉ុន្តែប្រហែលយប់ដែរបាទគាត់បន្លឺសំឡេងសួរមកកាន់ខ្ញុំសំឡេងរបស់គាត់ស្អកនិងយឺតដូចជាមនុស្សមិនសូវបាននិយាយស្ដីខ្ញុំលេបទឹកមាត់មួយក្អឹករួចតបយ៉ាងរារែកថាបាទខ្ញុំសូមស្នាក់នៅ2ទៅ3យប់សិនព្រោះទៅធ្វើការនៅម្ដុំនេះគាត់ងក់ក្បាលយឺតរួចលូកដៃទៅទាញសោមួយដែលព្យួរនៅខាងក្រោយដៃរបស់គាត់ស្គមស្គាំងហើយខណៈដាក់ដៃរបស់គាត់ហុចសោមកប៉ះនៅម្រាមដៃរបស់ខ្ញុំមានអារម្មណ៍ថាស្បែករបស់គាត់ត្រជាក់ដូចទឹកកកដែលទើបតែដកចេញពីទូទឹកកកអញ្ចឹងនៅលើកូនសោនោះមានសរសេរលេខ404គាត់សម្លឹងមើលមុខខ្ញុំរួចនិយាយខ្សឹបថាបន្ទប់លេខ404នៅជាន់ទី4យប់នោះសូមសម្រាប់ឲ្យបានស្រួលណាកុំដើរទៅណាព្រៃផ្ដាស់នៅពេលយប់ជ្រៅអីខ្ញុំលែងចង់សួរដេញដោលអ្វីទៀតទាំងអស់ខ្ញុំក៏ប្រញាប់ជើងយកសោរួចដើរដំណងទៅរកចន្ទាយន្តចាស់មួយដែលនៅក្បែរនោះពេលដែលទ្វារចន្ទាយន្តជិតនឹងបិទខ្ញុំបានក៏លេចមើលទៅតុបញ្ចូលម្ដងទៀតខ្ញុំឃើញបរិសម្នាក់នោះនៅឈរតង់ខ្លួនញញឹមសើចសម្លឹងមករកខ្ញុំដដែលស្រាប់តែភ្លើងក្នុងចន្ទាយន្តញ័ររង្គើហើយឮសំឡេងអ្នកទទួលភ្ញៀវនោះសើចក៏ក្អឹកតិចពីចម្ងាយសំឡេងសើចនោះវាមិនដូចជាសំឡេងមនុស្សធម្មតាទេតែវាបង្កប់ដោយភាពផ្ទៃផ្សាយយ៉ាងអាថ៌កំបាំងបំផុតចន្ទាយន្តចាស់បាននាំរាងកាយដ៏ហត់នឿយរបស់ខ្ញុំឡើងមកដល់ជាន់ទី4យឺតភ្លាមដែលទ្វារចន្ទាយន្តបើកចេញលេចឮសំឡេងទីងយ៉ាងស្ងាត់ខ្យល់អាកាសនៅជាន់នោះខុសប្លែកពីជាន់ខាងក្រោមទាំងស្រុងវាទាំងអាប់អួរទាំងហប់ហាក់ដូចជាមិនទៅបានគេបើកទ្វារចំហឲ្យខ្យល់ចូលរាប់ខែមកហើយភ្លើងបំភ្លឺតាមផ្លូវដើរពណ៌សស្លេកផ្លឹបផ្លែតបង្កើតជាស្រមោលអូសបន្លាយវែងនៅតាមជញ្ជាំងកម្រាលព្រំក្រៅពីក្រោមជើងមានពណ៌ក្រហមក្រមៅស្អាតហើយរាល់ចំហៀនដែលខ្ញុំដើរកាត់វាហាក់ដូចជាសូបយកសំឡេងជើងខ្ញុំទៅបាត់អស់ធ្វើឲ្យបរិយាកាសស្ងាត់ជ្រងំគួរឲ្យខ្លាចខ្ញុំដើរតាមលេខបន្ទប់យឺត401 402 403រហូតមកឈប់ចឹងនៅពីមុខទ្វារឈើពណ៌ក្រហមចាស់មួយដែលមានដែកចារឹកលេខ404គ្រាន់តែឃើញលេខបន្ទប់នេះបេះដូងរបស់ខ្ញុំស្រាប់តែលោតខុសចង្វាក់បន្តិចលេខ404ក្នុងជំនឿខ្លះគេចាត់ទុកវាជាលេខតំណាងឲ្យសេចក្តីស្លាប់ខ្ញុំព្យាយាមដកដង្ហើមធំលួងចិត្តខ្លួនឯងថាវាគ្រាន់តែជាលេខធម្មតាប៉ុណ្ណោះខ្ញុំលូកដៃញ័រទៅចាក់សោទ្វាររួចរុញវាចូលទៅគ្រាន់តែរុញទ្វារចូលបន្ទប់ភ្លាមអ្វីដែលខ្ញុំទទួលបានមុនគេមិនមែនជារូបភាពទេវាគឺជារលកខ្យល់ត្រជាក់សេពខុសធម្មតាមួយបានបោកបក់កាត់មុខខ្ញុំភ្លាមវាត្រជាក់ខ្លាំងរហូតដល់ខ្ញុំពឺរោមខ្នងខ្ញាក់ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺខ្យល់ត្រជាក់នោះវាលាយឡំនឹងក្លិនឆ្អាបសើម្យ៉ាងក្លិននោះវាដូចជាក្លិនចេះដែកឬនិយាយឲ្យចំវាដូចជាក្លិនឈាមស្រស់ដែលទើបតែស្ងួតជាចេញពីម៉ាស៊ីនត្រជាក់ចាស់មួយដែលកំពុងដំណើរការនៅជើងបន្ទប់
ខ្ញុំឈរថ្មឹងនៅមាត់ទ្វារព្យាយាមហិតក្លិននោះម្ដងទៀតខ្ញុំគិតក្នុងចិត្តថាប្រហែលជាបន្ទប់នេះត្រូវបានគេបិទចោលយូរពេកខ្វះខ្យល់អាកាសបរិសុទ្ធចេញចូលទើបធ្វើឲ្យក្លិនផ្អួរនិងក្លិនម៉ាស៊ីនត្រជាក់ចាស់បែបនេះខ្ញុំដើរទៅដាក់កាតាបការងារនៅលើតុឈើក្បែរបង្អួចកញ្ចក់ធំមួយព្រែកគេងនៅក្នុងបន្ទប់នេះធំណាស់វាត្រូវបានគេគ្របដណ្ដប់ដោយភួយនិងកម្រាលពូកពណ៌សស្អាតខុសពីសភាពខាងក្រៅសណ្ឋាគារខ្ញុំដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងមុខបំបាត់ភាពនឿយហត់បន្ទប់ទឹកមានទំហំល្មមការ៉ូជញ្ជាំងពណ៌សតែមើលទៅហាក់ដូចជាមានស្នាមប្រឡាក់លឿងៗតិចៗតាមប្រឡោះការ៉ូពេលដែលខ្ញុំបើកទឹកឡាបូដើម្បីលាងមុខរួចងើបមុខឡើងឆ្លុះកញ្ចក់ខ្ញុំសប្តែមានអារម្មណ៍ព្រឺក្បាលយ៉ាងខ្លាំងខ្ញុំមានអារម្មណ៍ថារូបភាពឆ្លុះរបស់ខ្ញុំក្នុងកញ្ចក់ហាក់ដូចជាមានចលនាយឺតជាងខ្លួនតាមពិតប្រាកដរបស់ខ្ញុំ1វិនាទីវាដូចជាភ្នែកមួយគូទៀតកំពុងសម្លឹងមើលមុខខ្ញុំពីម្ខាងទៀតនៃកញ្ចក់នោះខ្ញុំប្រញាប់យកកន្សែងមកជូតមុខរួចដើរចេញមកខាងក្រៅវិញខ្ញុំព្យាយាមមិនគិតច្រើនព្រោះដឹងខ្លួនឯងថាមកពីខ្ញុំបើកបរហត់នឿយពេកនិងស្ដាប់សម្ដីចម្លែករបស់អ្នកទទួលភ្ញៀវខាងក្រោមទើបធ្វើឲ្យខួរក្បាលរបស់ខ្ញុំចាប់ផ្ដើមគិតរឿងរវើរវាយមិនឈប់ខ្ញុំចុចបិទភ្លើងក្នុងបន្ទប់ទឹកទុកតែភ្លើងចង្កៀងតូចមួយនៅក្បែរគ្រែរួចក៏ផ្ដួលខ្លួនដេកទាញភួយមកដណ្ដប់ទាំងចិត្តមិនសូវកក់ក្ដៅសោះឡើយយប់កាន់តែជ្រៅបរិយាកាសជុំវិញខ្លួនប្រែជាស្ងាត់ជ្រងំរហូតដល់ខ្ញុំអាចឮសំឡេងដង្ហើមនិងសំឡេងបេះដូងខ្លួនឯងលោតដុកដាក់ភាពនឿយហត់បានទាញរាងកាយរបស់ខ្ញុំឲ្យលិចលង់ទៅក្នុងដំណេកបន្តិចម្ដងប៉ុន្តែវាជារឿយៗមិនមែនជាការគេងលក់ដល់ស្កប់ស្កល់ឡើយវាជាការគេងលក់បែបពាក់កណ្ដាលភ្ញាក់ពាក់កណ្ដាលយល់សប្តិដែលខួរក្បាលនៅដឹងខ្លួនតែរាងកាយមិនអាចកម្រើកបានឈានចូលដល់ម៉ោង2រំលងអាទៀតស្រាប់តែខ្ញុំមានអារម្មណ៍ថារាងកាយរបស់ខ្ញុំប្រែជាធ្ងន់ខុសធម្មតាវាដូចជាមានផ្ទាំងថ្មដ៏ធំមួយមកសង្កត់ពីលើទ្រូងធ្វើឲ្យខ្ញុំដកដង្ហើមមិនចង់ចេញខ្ញុំពឹងដកដង្ហើមចូលវែងតែមិនអាចធ្វើបានឡើយដៃជើងរបស់ខ្ញុំទន់ជ្រាយកម្រើកសូម្បីតែម្រាមដៃមួយក៏មិនបានផងក្នុងចិត្តរបស់ខ្ញុំចាប់ផ្ដើមស្លន់ស្លោស្លាប់ហើយខ្មោចសង្កត់មែនទេរំពេចនោះអ្វីដែលធ្វើឲ្យខ្ញុំរំភើបបំផុតនោះគឺខ្ញុំសប្តែមានអារម្មណ៍យ៉ាងច្បាស់ថាមានខ្យល់ដកដង្ហើមត្រជាក់ដូចទឹកកកម្យ៉ាងភាយមកប៉ះចំកញ្ចឹងកនិងស្លឹកត្រចៀកខាងស្ដាំរបស់ខ្ញុំខ្យល់ដង្ហើមនោះមិនមែនជាខ្យល់ដង្ហើមត្រជាក់របស់ម៉ាស៊ីនត្រជាក់ទេតែវាជាខ្យល់ដង្ហើមដែលមានក្លិនស្អុយអាប់អួរដូចជាខ្យល់ចេញពីមាត់របស់សាកសពវាផ្លុំមកយឺតតក់ហាក់ដូចជាមាននរណាម្នាក់កំពុងតែអើមកចិត្តត្រជាក់របស់ខ្ញុំខ្លាំងណាស់ដោយក្តីភ័យខ្លាចដល់កម្រិតកំពូលខ្ញុំពឹងបើកភ្នែកឡើងព្រមទាំងលំបាកពន្លឺខ្សោយពីចង្កៀងក្បាលគ្រែអាចជួយឲ្យខ្ញុំមើលឃើញទិដ្ឋភាពនៅក្នុងបន្ទប់ភ្លឺផ្លឹបផ្លែតហើយនៅទីនោះឯងនៅត្រង់ចុងកែកេងរបស់ខ្ញុំមានស្រមោលខ្មៅប៉ុនមនុស្សធម្មតាមួយកំពុងតែឈរត្រង់ខ្លួនស្រមោលនោះមិនមែនជាស្រមោលនៅលើជញ្ជាំងទេតែវាជាស្រមោលរូបរាងមនុស្សស្រមោលនោះចាប់ផ្ដើមអើនខ្លួនចុះមកយឺតសម្លឹងមើលមុខខ្ញុំចង់ពីចុងក្រែទោះបីជាខ្ញុំមិនអាចមើលឃើញភ្នែកច្រមុះឬមាត់របស់វាច្បាស់លាស់ប៉ុន្តែខ្ញុំអាចដឹងបានយ៉ាងច្បាស់តាមរយៈវិញ្ញាណទី6ថាវាមានភ្នែកមួយគូដែលពោពេញដោយក្តីគំនុំសេចក្តីឈឺចាប់និងភាពដីផ្សៃកំពុងតែសម្លឹងចំមើលមុខខ្ញុំដោយមិនដាក់ភ្នែកខ្ញុំខ្លាចរហូតដល់ភ្នែកស្វាងញ័រខ្លួនទទើនៅក្រោមភួយខ្ញុំគ្មានជំរឿអ្វីក្រៅពីបិទភ្នែកចិត្តឈឹងរួចចាប់ផ្ដើមសូត្រធម៌ក្នុងចិត្តយ៉ាងញាប់ស្ទើរតែខុសពាក្យខុសសម្ដីក្នុងចិត្តគិតតែម្យ៉ាងគត់គឺសូមឲ្យព្រឹកឆាប់ខ្ញុំដេកតមក្នុងស្ថានភាពដ៏ទារុណនោះអស់រយៈពេលជាច្រើននាទីមួយសន្ទុះក្រោយមកពេលដែលអារម្មណ៍ចាប់ផ្ដើមធូរស្រាលបន្តិចរាងកាយអាចកម្រើកបានវិញខ្ញុំដាច់ចិត្តបើកភ្នែកឡើងម្ដងទៀតស្រមោលខ្មៅនៅចុងក្រែបានបាត់ទៅហើយនៅក្នុងបន្ទប់មានតែភាពទទេស្អាតខ្ញុំដកដង្ហើមធំរួចព្យាយាមលួងចិត្តខ្លួនឯងថាមិនអីទេមកពីឯងហត់ពេកធ្វើដំណើរផ្លូវឆ្ងាយទើបខួរក្បាលខ្វះអុកស៊ីហ្សែនមើលឃើញរូបភាពរវើរវាយបែបនេះឯងយប់នោះខ្ញុំមិនហ៊ានបិទភ្នែកគេងបន្តទៀតឡើយរហូតទាល់តែពន្លឺព្រះអាទិត្យដំបូងនៃថ្ងៃថ្មីបានរះឡើងឆ្លងកាត់បង្អួចកញ្ចក់ចូលមកពន្លឺថ្ងៃខែប្រាំងបានជួយរំសាយភាពភ័យខ្លាចរបស់ខ្ញុំកាលពីយប់មិញបានខ្លះខ្ញុំប្រញាប់ងើបពីគ្រែរៀបចំខ្លួនដើរចុះមកជាន់ក្រោមដើម្បីធ្វើការងារជាតំណាងលក់នៅក្នុងភូមិចិត្តនោះ
ពេលដែលខ្ញុំដើរកាត់តុបញ្ចូលទទួលភ្ញៀវខ្ញុំបានប្រទះឃើញបុរសអ្នកទទួលភ្ញៀវដដែលនោះកំពុងតែអង្គុយតង់ខ្លួនពេលឃើញខ្ញុំគាត់បង្ហើបស្នាមញញឹមរឹងកំពុះនោះម្ដងទៀតរួចសួរមកកាន់ខ្ញុំដោយសំឡេងស្អកស្អកថាយប់មិញគេលក់សួរទេបាទខ្ញុំមានអារម្មណ៍ត្រជាក់ខ្នងបន្តិចតែបង្ខំចិត្តឆ្លើយតបបាទគេលក់ធម្មតាទេរួចខ្ញុំក៏ប្រញាប់ដើរចេញទៅបើកឡានសម្ដៅទៅកាន់ទីប្រជុំជនភ្លាមពេញមួយថ្ងៃនោះខ្ញុំរវល់តែនឹងការជួបអតិថិជននិងការណែនាំផលិតផលថ្មីៗរបស់ក្រុមហ៊ុនទៅកាន់អតិថិជននៅក្នុងតំបន់នោះរហូតដល់ពេលវេលារសៀលខ្ញុំបានចូលទៅជួបលោកយាយម្នាក់ដែលជាម្ចាស់ហាងលក់ចាប់ព្រួយធំមួយនៅក្នុងភូមិដាច់ស្រយាលមួយលោកយាយជាមនុស្សចិត្តល្អនិងរាក់ទាក់ខ្លាំងណាស់ក្រោយពីនិយាយរឿងចំនួនរួចរាល់គាត់បានសម្លឹងមើលមុខរបស់ខ្ញុំដែលមើលទៅស្លេកស្លាំងនិងមានរង្វង់ភ្នែកខ្មៅរួចសួរដោយក្តីបារម្ភថាក្មួយប្រុសមុខមាត់មើលទៅដូចជាមិនបានគេងសោះតើក្មួយសម្រាប់នៅឯណាដែរខ្ញុំញញឹមរួចតបទៅគាត់វិញថាបាទលោកយាយខ្ញុំសម្រាប់នៅសន្តាគារបើកថ្មីមួយដែលនៅតាមផ្លូវបំបែកចូលមកភូមិហ្នឹងតម្លៃថោកសមរម្យហើយបន្ទប់ក៏ស្អាតដែរគ្រាន់តែលើពាក្យថាសន្តាគារបើកថ្មីភ្លាមទឹកមុខដ៏ញញឹមញញែមរបស់លោកយាយសឹកតែបែរជាស្លេកស្លាំងនិងស្រឡាំងកាំងភ្លាមគាត់បានលូកដៃមកចាប់កដៃរបស់ខ្ញុំយ៉ាងណែនដៃរបស់គាត់ញ័រទៅគាត់បានក៏លេចមើលឆ្វេងមើលស្ដាំហាក់ដូចជាខ្លាចមាននរណាម្នាក់លួចស្ដាប់រួចគាត់បានអោសខ្ញុំចូលទៅជង់ងងឹតនៃហាងហើយនិយាយខ្សឹបមកកាន់ខ្ញុំដោយសំឡេងញ័រថាក្មួយប្រុសរត់ចេញពីទីនោះភ្លាមទៅកុំស្នាក់នៅទីនោះទៀតអីសន្តាគារនោះមិនមែនជាកន្លែងត្រឹមត្រូវទេទីនោះពីមុនជាដីព្រៃស្មោះសានចាស់ហើយកាលពីខែមុនមាននារីម្នាក់ដែលមកលេងកម្សាន្តនៅទីនេះបានបាត់ខ្លួននៅទីនោះយ៉ាងអាថ៌កំបាំងរហូតមកដល់ពេលនេះប៉ូលីសនៅតែរកមិនទាន់ឃើញសាកសពរបស់នាងនៅឡើយទេអ្នកស្រុកនៅទីនេះគ្មាននរណាហ៊ានដើរកាត់ទីនោះនៅពេលយប់ឡើយសម្ដីរបស់លោកយាយបានធ្វើឲ្យខ្ញុំស្រឡាំងកាំងគឺក្បាលខ្ញាក់រូបភាពសម្មាខ្មៅនៅចុងក្រែនិងក្លិនឆ្អាបឈាមកាលពីយប់មិញបានរត់ត្រឡប់មកក្នុងខួរក្បាលខ្ញុំភ្លាមខ្ញុំចង់រកកន្លែងផ្សេងស្នាក់នៅណាស់ប៉ុន្តែនៅក្នុងតំបន់ដ៏ដាច់ស្រយាលបែបនេះវាមិនមានសន្តាគារឬផ្ទះសំណាក់ផ្សេងទៀតឡើយបើចង់រកទៅបើកបរត្រឡប់ទៅទីរួមខេត្តដែលប្រវែងផ្លូវរាប់គីឡូម៉ែត្របូករួមទាំងមេឃនៅពេលល្ងាចនោះចាប់ដើមប្រែជាងងឹតអាប់អួរនិងមានភ្លៀងធ្លាក់សេកចុះមកធ្វើឲ្យខ្ញុំគ្មានជំរឿនអ្វីក្រៅពីបង្ខំចិត្តបើកឡានត្រឡប់ទៅសន្តាគារនៅរកនោះវិញទាំងចិត្តព្រួយបារម្ភនិងរន្ធត់ចិត្តជាពន់ពេកខ្ញុំត្រឡប់មកសន្តាគារវិញទាំងខ្លួនទៅទឹកជោកតិចដោយសារទឹកភ្លៀងបរិយាកាសយប់ទី2នេះកាន់តែគួរឲ្យខ្លាចជាងយប់មុនទោះសំឡេងភ្លៀងបោកបក់និងសំឡេងខ្យល់ព្យុះបានបន្លឺឡើងមិនដាច់សូរពេលដែលខ្ញុំដើរកាត់តុបញ្ចុះបរិសុទ្ធអ្នកទទួលភ្ញៀវម្នាក់នោះនៅតែឈរតង់ខ្លួនដដែលគាត់សម្លឹងមើលអាវរបស់ខ្ញុំដែលទទឹករួចនិយាយខ្សឹបទាំងស្នាមញញឹមសាហាវថាយប់នេះភ្លៀងធ្លាក់ខ្លាំងណាស់ប្រហែលជាមិត្តភក្តិមកលេងក្មួយច្រើនជាងយប់មិញហើយមើលទៅខ្ញុំមិនតបតអ្វីទាំងអស់ខ្ញុំប្រញាប់រត់ឡើងចណ្ដាលយន្តសម្ដៅទៅបន្ទប់404ភ្លាមដោយសារតែភាពនឿយហត់ទាំងផ្លូវកាយនិងផ្លូវចិត្តបូករួមទាំងសម្ពាធពីសម្ដីរបស់លោកយាយខ្ញុំគ្រាន់តែដល់បន្ទប់ភ្លាមក៏ផ្ដួលខ្លួនគេងនៅលើពូកទាំងមិនបានងូតទឹកសម្អាតកាយឡើយខ្ញុំទាញភួយមកដណ្ដប់ចិត្តក្បាលរួចព្យាយាមសម្រាកចិត្តម៉ោងប្រហែលជា2រំលងអាទិត្យខ្ញុំភ្ញាក់ព្រឹកឡើងពីដំណេកទោះត្រចៀករបស់ខ្ញុំបានឮសំឡេងម្យ៉ាងច្បាស់វាជាសំឡេងទឹកផ្កាឈូកនៅក្នុងបន្ទប់ទឹកដែលកំពុងបើកខ្លាំងសំឡេងទឹកបោកប៉ះនឹងការ៉ូបន្ទប់ទឹកលាន់ឮមកខាងក្រៅខ្ញុំដេកគិតទាំងបេះដូងលោតញាប់ចម្លែកណាស់មុនគេខ្ញុំចងចាំច្បាស់ថាខ្ញុំមិនបានចូលបន្ទប់ទឹកផងចុះហេតុអ្វីបានជាទឹកបើកចោលអញ្ចឹងនៅក្នុងបន្ទប់បែរជាត្រជាក់សេកហើយក្លិនស្អុយរលួយម្យ៉ាងដូចជាក្លិនសាច់សត្វងាប់សើមទឹកបានភាយចេញពីបន្ទប់ទឹកមកពេញបន្ទប់គេងភាពភ័យខ្លាចបានជំរុញឲ្យខ្ញុំក្រោកឈរឡើងយឺតខ្ញុំដើរទៅរកបន្ទប់ទឹកទាំងជើងញ័រទៅត្រើតខ្ញុំលូកដៃទៅរុញទ្វារបន្ទប់ទឹកបើកចេញយឺតពិតមែនហើយទឹកផ្កាឈូកពិតជាកំពុងតែបើកហូរយ៉ាងខ្លាំងមែនប៉ុន្តែអ្វីដែលធ្វើឲ្យរាងកាយខ្ញុំរឹងកំពឹសឈាមក្នុងខ្លួនឈប់ទឹកនោះគឺទឹកដែលហូរចេញពីផ្កាឈូកនោះវាមិនមែនជាទឹកថ្លាស្អាតធម្មតាឡើយតែវាមានពណ៌ក្រហមចាស់ដូចឈាមស្រស់លាយឡំនឹងដុំឈាមកកខ្មៅហូរចូលកណ្ដាលការ៉ូពណ៌សក្លិនស្អុយរលួយយ៉ាងខ្លាំងបានបោកមកចំច្រមុះរបស់ខ្ញុំស្ទើរតែធ្វើឲ្យខ្ញុំថប់ដង្ហើមសន្លប់
ខ្ញុំសម្លឹងមើលចុះក្រោមនៅតាំងរន្ធបង្ហូរទឹកការ៉ូនោះមានដុំសរសៃសក់ស្រីវែងៗពណ៌ខ្មៅរាប់រយសរសៃកំពុងតែកកស្ទះពេញរន្ធនោះសរសៃសក់ទាំងនោះវាហាក់ដូចជាមានជីវិតវាសើមជោគដោយឈាមក្រហមហើយកំពុងតែរមួលខ្លួនតិចៗនៅក្នុងរន្ធបង្ហូរទឹកដូចជាមានក្បាលមនុស្សស្រីម្នាក់កំពុងតែពួនក្នុងបំពង់បង្ហូរទឹកខាងក្រោមខ្ញុំភ័យសន្សឡយយ៉ាងខ្លាំងខ្ញុំប្រញាប់លូកដៃដល់ញ័រទៅបិទវ៉ានទឹកផ្កាឈូករួចស្ទុះរត់ចេញមកខាងក្រៅបន្ទប់ទឹកវិញភ្លាមខ្ញុំលោតឡើងលើគ្រែទាញគួយមកដណ្ដប់ចិត្តក្បាលតាំងពីចុងជើងដល់ចុងសក់យប់នោះខ្ញុំមិនហ៊ានបិទភ្លើងក្នុងបន្ទប់ទឹកសូម្បីតែមួយគ្រាប់ឡើយខ្ញុំដេកញ័រនៅក្រោមគួយស្ដាប់សំឡេងភ្លៀងបោកបក់និងសំឡេងទឹកឈាមដែលនៅសេសសល់សក់តក់នៅក្នុងបន្ទប់ទឹកដោយមិនហ៊ានបិទភ្នែកគេងតតែសោះរហូតដល់មេឃភ្លឺចូលមកដល់ថ្ងៃទី3ភាពភ័យខ្លាចដែលកក់កុញរាប់ថ្ងៃបូករួមទាំងការមិនបានគេងលក់ស្កប់ស្កល់សូម្បីតែ1នាទីបានធ្វើឲ្យរាងកាយរបស់ខ្ញុំទន់ជ្រាយគ្មានកម្លាំងកំហែងសូម្បីតែដើរខួរក្បាលរបស់ខ្ញុំវង្វេងវង្វាន់ភ្នែកទាំងគូឡើងស្លាក់និងឡើងក្រហមដោយសារមិនបានគេងនៅល្ងាចនោះខ្ញុំត្រឡប់មកពីធ្វើការវិញទាំងវិលមុខស្ទើរតែសន្លប់គ្រាន់តែឈានជើងចូលដល់ក្នុងបន្ទប់404ភ្លាមខ្ញុំក៏ផ្ដួលខ្លួនដេកលើពូកទាំងសភាពដូចមនុស្សស្លាប់ខ្ញុំគ្មានកម្លាំងសូម្បីតែនឹងទាញភួយមកដណ្ដប់វេលាម៉ោងប្រហែលជា2រំលងអាទិត្យដដែលខ្ញុំទៅភ្ញាក់ដឹងខ្លួនឡើងវិញទាំងក្តីរន្ធត់រាងកាយរបស់ខ្ញុំទាំងមូលរឹងកំព្រឹសកម្រើកលែងរួចជាថ្មីម្ដងទៀតខ្ញុំព្យាយាមបើកមាត់សាច់ហៅឲ្យគេជួយតែគ្មានសំឡេងអ្វីចេញពីបំពង់កឡើយភ្នែករបស់ខ្ញុំបើកស្លើបានត្រឹមតែសម្លឹងត្រង់ទៅលើពីដានបន្ទប់ដ៏ងងឹតរំពេចនោះខ្យល់ដង្ហើមត្រជាក់ដូចទឹកកកនិងក្លិនស្អុយរលួយសាកសពដ៏ខ្លាំងក្លាក៏បានភាយមកបោកបក់ចំផ្ទៃមុខរបស់ខ្ញុំម្ដងទៀតប៉ុន្តែលើកនេះវាមិនមែនជាស្រមោលខ្មៅងងឹតនៅចុងក្រេដូចយប់ដំបូងឡើយភ្នែកដែលបើកស្លើរបស់ខ្ញុំបានប្រទះឃើញមនុស្សស្រីម្នាក់ពាក់រ៉ូបពណ៌សវែងដែលរ៉ូបនោះប្រឡាក់ជោកទៅដោយឈាមក្រហមខ្មៅនិងទឹកលឿងរលួយនាងកំពុងតែវាឡើងមកលើក្រែរបស់ខ្ញុំពីចុងជើងនាងវាមកយឺតសំឡេងសាច់ក្រណាត់សាមឈាមអូសនៅលើពុកលាន់ឮច្បាស់ខុសពីធម្មតានាងវាមកដល់តង់ទូងរបស់ខ្ញុំរួចអោនមុខចុះយ៉ាងពាក់ក្បែរត្រចៀកនៅផ្ទៃមុខរបស់ខ្ញុំនៅចម្ងាយមិនដល់មួយចម្អាមខ្ញុំបានឃើញរូបរាងរបស់នាងច្បាស់លាស់ដែលវាធ្វើឲ្យខ្ញុំសឹងតែកាំងបេះដូងស្លាប់ភ្លាមនៅនឹងកន្លែងផ្ទៃមុខរបស់នាងហើមប៉ោងខៀវស្វាយភ្នែកទាំងគូលៀនចេញមកក្រៅសក្រឡោតសំឡឹងចាំមកភ្នែកខ្ញុំគ្មានព្រិចអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺធ្គាមខាងក្រោមរបស់នាងទៅបានដាច់រហែកលាក់យោយាចុះក្រោមហាក់ដូចជាត្រូវគេកាត់ផ្ដាច់ឬវាយកំទេចអណ្ដាតពណ៌ខ្មៅរបស់នាងលៀនចេញមកខាងក្រៅឯឈាមសោះលាយទឹកលឿងកំពុងតែសក់តក់ចុះមកចំថ្ពាល់របស់ខ្ញុំក្លិនស្អុយចេញពីមាត់របស់នាងភាយចូលច្រមុះខ្ញុំទាំងបង្ខំនាងលើកដៃដល់ស្គមស្គាំងសល់តែស្បែកដណ្ដប់ឆ្អឹងដែលមានកញ្ចក់ដៃរបូតដាច់អស់ចង្អុលត្រង់ទៅកាន់ទីតាននៅក្នុងបន្ទប់ទឹកនាងទាំងបញ្ចេញសំឡេងក្រហមនិងខ្សឹបខ្សៀវយ៉ាងពិបាកចេញពីបំពង់កដាក់ដាច់រហែកនោះថាជួយផងជួយខ្ញុំផងជួយខ្ញុំផងសំឡេងនោះវាលបលុកចូលទៅក្នុងខួរក្បាលរបស់ខ្ញុំបង្កើតជាភាពឈឺចាប់យ៉ាងខ្លាំងរំពេចនោះនាងក៏រលាយបាត់សមោលនៅក្នុងភាពងងឹតរាងកាយរបស់ខ្ញុំស្ទុះភ្ញាក់ពើឡើងដកដង្ហើមញាប់ស្ទើរកាំងបេះដូងខ្ញុំលូកដៃទៅស្ទាបថ្ពាល់ខ្លួនឯងវាមានស្នាមទឹកសើមនិងក្លិនស្អុយរលួយពិតប្រាកដជាប់នៅលើនោះនេះមិនមែនជាការរវើរវាយទេតែវាជាវិញ្ញាណដែលកំពុងតែអង្វរកខ្ញុំក្តីរន្ធត់ដ៏ខ្លាំងក្លាបានប្រែទឹកចិត្តរបស់ខ្ញុំឲ្យคล้ายទៅជាការចង់ដឹងខ្ញុំដឹងថាបើខ្ញុំមិនព្រមស្វែងរកការពិតទេវិញ្ញាណរបស់នាងម្នាក់នោះនឹងមិនលែងខ្ញុំឲ្យមានជីវិតចាក់ចេញពីបន្ទប់នេះឡើយខ្ញុំក៏បត់ភួយចេញក្រោកឈរឡើងទាំងខ្លួនញ័រទើតខ្ញុំដើរចូលទៅក្នុងបន្ទប់ទឹកដែលនៅតែមានក្លិនស្អុយភាយចេញមកបំបត្តិខ្ញុំងើបមុខសម្លឹងទៅពីដានជ័រពណ៌សដែលនៅចំពីលើរន្ធបង្ហូរទឹកខ្ញុំដើរចេញមកក្រៅវិញទាញយកកៅអីឈើចាស់ចំនួន2នៅក្នុងបន្ទប់យកមកតម្រៀបជាន់លើគ្នានៅក្នុងបន្ទប់ទឹកខ្ញុំឈានជើងឡើងឈរលើកៅអីនោះយឺតកម្ពស់របស់ខ្ញុំនៅពេលនេះគឺនៅគៀកនឹងផ្ទាំងពីដាននោះតែម្ដងខ្ញុំលើកដៃទាំងពីរដែលកំពុងតែញ័រ
ទៅប៉ះនឹងផ្ទាំងពីដានរួចប្រើកម្លាំងរុញវាចេញទៅម្ខាងគ្រាន់តែពីដាននោះបើកចំហភ្លាមអ្វីដែលបក់មកចំផ្ទៃមុខរបស់ខ្ញុំនោះគឺក្លិនស្អុយរលួយដ៏សាហាវឃោរឃៅបំផុតវាជាក្លិនសាកសពអាសោចដែលងាប់រាប់សប្តាហ៍មកហើយក្លិននោះខ្លាំងរហូតដល់ធ្វើឲ្យខ្ញុំថប់ដង្ហើមវិលមុខស្ទើរតែធ្លាក់ពីលើកៅអីឈើសន្លប់ខ្ញុំប្រឹងយកដៃខ្ទប់ច្រមុះរួចលូកទូរស័ព្ទដៃចេញពីហៅប៉ាវរួចចុចបើកភ្លើងពិលបញ្ចាំងចូលទៅក្នុងប្រហោងងងឹតស្លុបនៃពីដាននោះពន្លឺពិលពណ៌សបានកាប់ផ្ដាច់ភាពងងឹតហើយអ្វីដែលខ្ញុំប្រទះឃើញនៅពេលនោះគឺថង់ផ្លាស្ទិកខ្មៅដ៏ធំមួយដែលត្រូវបានគេចងមាត់យ៉ាងជិតដោយខ្សែនីឡុងពណ៌ក្រហមថង់នោះមើលទៅមានរាងដុំខុសតក្តីហាក់ដូចជាមានវត្ថុជាច្រើនដុំញាត់ចូលទៅក្នុងនោះប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់និងឆ្អើមបំផុតនោះគឺនៅត្រង់បាតថង់ខ្មៅនោះមានស្នាមធ្លាយធ្លុះតិចៗហើយមានទឹកឈាមរលួយពណ៌ក្រហមខ្មៅកំពុងតែសក់តក់ចុះមកខាងក្រោមចំកណ្ដាលក្បាលនិងស្មារបស់ខ្ញុំពិតប្រាកដនៅក្នុងចិត្តរបស់ខ្ញុំដឹងច្បាស់ភ្លាមដោយគ្មានមន្ទិលសង្ស័យឡើយនៅក្នុងថង់ខ្មៅនោះគឺជាបណ្ដែកសាកសពដែលត្រូវបានកាត់ជាកង់របស់នារីរ៉ូបសដែលទើបតែមកលងបន្លាចខ្ញុំអំបញ្ញមិញនេះឯងមានពិតជាទៅបានគេសម្លាប់រួចយកសាកសពមកលាក់ទុកនៅទីនេះមែនខ្ញុំញ័រដៃញ័រជើងទឹកភ្នែកហូរដោយមិនដឹងខ្លួនព្រោះតែក្តីរន្ធត់ខ្ញុំគិតក្នុងចិត្តថាគ្រប់យ៉ាងប្រហែលជាទៅបញ្ចប់ត្រឹមនេះហើយខ្ញុំគ្រាន់តែចុះពីលើកៅអីរួចរត់ចេញពីបន្ទប់នេះទៅប្តឹងប៉ូលីសឲ្យមកពិនិត្យជាការស្រេចប៉ុន្តែភាពភ័យរន្ធត់ដ៏ពិតប្រាកដនិងខុសខើបំផុតវាកំពុងតែចាប់ផ្ដើមនៅឡើយនៅវិនាទីនោះឯងខណៈដែលខ្ញុំកំពុងតែបំរុងនឹងទម្លាក់ជើងចុះពីកៅអីវិញដៃរបស់ខ្ញុំបានញ័រធ្វើឲ្យពន្លឺពិលទូរស័ព្ទបានរេបាញ់ទៅប៉ះនឹងជាងងងឹតបំផុតដែលនៅជ្រៅខាងក្នុងនៃពីដាននោះពេលដែលពន្លឺពិលបាញ់ចំកន្លែងនោះចលនារបស់ខ្ញុំទាំងអស់ទៅបានកកស្ទះបេះដូងរបស់ខ្ញុំហាក់ដូចជាឈប់លោតភ្លាមនៅទីនោះគឺមានភ្នែកមួយគូកំពុងតែបើកសម្លក់សម្លឹងចំមកមុខខ្ញុំតាំងពីពេលណាមិនដឹងខ្ញុំពឹងបើកភ្នែកមើលឲ្យច្បាស់វាមិនមែនជាវិញ្ញាណខ្មោចព្រាយបិសាចឡើយតែវាជាមនុស្សប្រុសពិតប្រាកដម្នាក់គេកំពុងតែពួតអង្គុយអោបជង្គង់សំងំខ្លួននៅក្នុងភាពងងឹតនោះសភាពរបស់គេមើលទៅគួរឲ្យខ្លាចខុសពីមនុស្សធម្មតាសក់ក្បាលរបស់គេកន្ទើងរញ៉េរញ៉ៃផ្ទៃមុខស្លេកស្លាំងក្រមៅហើយនៅលើថ្ពាល់របស់គេប្រឡាក់ទៅដោយស្នាមឈាមស្ងួតនៅក្នុងដៃស្ដាំរបស់គេមានកាន់កាំបិតកែដ៏ធំមួយដែលមានមុខកាំបិតមុខស្រួចនិងប្រឡាក់ទៅដោយឈាមខ្មៅគេសម្លឹងមើលមុខខ្ញុំចង់ពីលើពីដានរួចសាប់តែបង្ហើបស្នាមញញឹមយ៉ាងសាហាវខុសខើនិងព្រៃផ្សៃមកកាន់ខ្ញុំវាជាស្នាមញញឹមដោយមនុស្សឈួតដែលគ្មានវិញ្ញាណពេលដែលពន្លឺពិលជះចំមុខរបស់គេច្បាស់ខ្ញុំស្ទើរតែលែងមានដង្ហើមរស់បុរសម្នាក់នោះគឺជាបុរសវ័យកណ្ដាលជាអ្នកទទួលភ្ញៀវដែលបានប្រកល់សោបន្ទប់លេខ404មកឲ្យខ្ញុំកាលពីយប់ដំបូងនោះឯងគ្រប់យ៉ាងត្រូវបានលាតត្រដាងក្នុងខួរក្បាលរបស់ខ្ញុំភ្លាមគាត់មិនមែនគ្រាន់តែជាអ្នកទទួលភ្ញៀវធម្មតាទេតែគាត់ជាឃាតករដ៏សាហាវដែលបានលាក់ខ្លួនរស់នៅក្នុងប្រហោងពីដាននៃបន្ទប់របស់ខ្ញុំតាំងពីយប់ដំបូងមកម្លេះសមមកខ្មៅដែលខ្ញុំឃើញឈរមើលខ្ញុំនៅចុងកែយប់ទី1និងសម្លេងបាក់ទឹកការឈូកហូរជោគក្នុងយប់ទី2គឺមិនមែនជាខ្មោចធ្វើឡើយតែជារូបគាត់ផ្ទាល់ដែលបានលួចវាចុះពីលើពីដាននៅពេលកណ្ដាលយប់នៅពេលដែលខ្ញុំគេងលក់គាត់ចុះមកឈរមើលខ្ញុំសម្លឹងមើលខ្ញុំនិងលេងសើចនឹងភាពភ័យខ្លាចរបស់ខ្ញុំវិញ្ញាណរបស់ខ្មោចស្អីរ៉ូបសនោះនាងមិនមែនចង់ចង្អុលប្រាប់ខ្ញុំឲ្យជួយស្វែងរកសាកសពរបស់នាងដើម្បីយកទៅធ្វើបុណ្យឡើយតែនាងកំពុងតែព្យាយាមប្រើវិញ្ញាណចុងក្រោយដើម្បីព្រមាននិងចង្អុលប្រាប់ខ្ញុំទាំងក្តីរន្ធត់ថាឃាតករដ៏សាហាវកំពុងតែលាក់ខ្លួននៅពីលើក្បាលខ្ញុំវាកំពុងតែសម្លឹងមើលមុខខ្ញុំមិនគួរណាងើបមុខមើលខាងលើពីដានសោះបុរសឃាតករម្នាក់នោះបន្លឺសំឡេងខ្សឹបយឺតចេញពីប្រហោងពីដានគាត់ចាប់ផ្ដើមលើកកាំបិតកែឡើងរួចធ្វើចលនាវាតម្រង់មកច្រកចេញរៀបនឹងស្ទុះហក់ចុះមកលើរាងកាយរបស់ខ្ញុំស្រាយចាយអស់ពីពោះភ្លាត់សំឡេងដោយក្តីរន្ធត់ជាទីបំផុតខ្ញុំដួលផ្ងាក្រោយធ្លាក់ពីលើកៅអីមកបោកនឹងកម្រាលការ៉ូជញ្ជាំងបន្ទប់ទឹកយ៉ាងខ្លាំងតែការឈឺចាប់មិនអាចខាត់ជើងខ្ញុំបានឡើយខ្ញុំស្ទុះក្រោកឈរឡើងទាំងត្រដររត់ចេញពីបន្ទប់ទឹកបើកទ្វារបន្ទប់404រួចបិទទ្វារជិតទោះរត់ចុះតាមចណ្ដើរជើងយ៉ាងលឿន
ពួកដឹងថាបើថយក្រោយតែមួយជំហានជីវិតខ្ញុំនឹងទៅបញ្ចប់ខ្ញុំមិនហ៊ានសូម្បីតែរងចាំចន្ទាយានចាស់នោះឡើយខ្ញុំរត់ចូលមកដល់ជាន់ក្រោមធ្លាយចេញទៅខាងក្រៅអគារទាំងមេឃកំពុងតែភ្លៀងបោកបក់ខ្លាំងខ្ញុំលូកដៃបើកទ្វារឡានរួចទាញសោឡានមកបញ្ឆេះម៉ាស៊ីនយ៉ាងតក់ក្រហល់ពេលដែលចង្កៀនមុខឡានភ្លឺឡើងខ្ញុំបានក៏លេចមើលទៅទ្វារកញ្ចក់ខាងមុខសន្តាគារខ្ញុំឃើញបរិសុទ្ធឃាតកររូបនោះកំពុងតែរត់កាន់កាំបិតពាក់ដេញតាមពីក្រោយខ្ញុំបុកទ្វារកញ្ចក់ចេញមកខាងក្រៅទាំងទឹកមុខខឹងសម្មាយ៉ាងខ្លាំងខ្ញុំជន់ហ្គាឡានរោម៉ាស៊ីនបើកថយក្រោយនិងបត់ឡានបើកចេញពីសន្តាគារនៅរឿងនោះទាំងមិនគិតពីជីវិតសំដៅទៅរកផ្លូវជាតិវិញពេលបើកមកដល់កន្លែងដែលមានសេវាទូរស័ព្ទខ្ញុំញ័រដៃចុចទេហៅប៉ូលីសភ្លាមៗទាំងសំឡេងយំខ្សឹបខ្សួរបណ្ដា1ម៉ោងផងកម្លាំងសមត្ថកិច្ចប៉ូលីសជាច្រើនអ្នកបានចុះមកអន្តរាគមន៍និងឡោមព័ទ្ធសន្តាគារនោះរហូតឈានទៅដល់ការចាប់ខ្លួនបុរសឃាតកររូបនោះបានទាន់ពេលវេលាខណៈដែលគាត់កំពុងតែរៀបចំអីវ៉ាន់រួចកិច្ចខ្លួនក្រោយពីមានការស៊ើបអង្កេតយ៉ាងលម្អិតនិងការធ្វើកសោយវិច័យប៉ូលីសបានលាតត្រដាងរឿងដល់គួរឲ្យរន្ធត់បំផុតថង់ខ្មៅនៅក្នុងពីដានបន្ទប់404នោះពិតជាសាកសពរបស់នារីដែលបាត់ខ្លួនកាលពីខែមុនពិតប្រាកដមែននាងបានមកស្នាក់នៅទីនោះជាមួយសង្សាររបស់នាងហើយអ្វីដែលធ្វើឲ្យខ្ញុំស្ទើរតែធ្លាក់ថ្លើមនិងយំទន់ជង្គង់នោះគឺសង្សាររបស់នាងដែលត្រូវបានឃាតករនោះសម្លាប់រួចកាត់សាកសពញាត់លាក់ទុកនៅក្នុងទូទឹកកកចាស់នៃផ្ទះបាយសន្តាគារនោះគឺជាបងរិទ្ធដែលជាអ្នកតំណាងលក់ចាស់របស់ក្រុមហ៊ុនខ្ញុំដែលប្រធានប្រាប់ថាលាឈប់ដោយគ្មានមូលហេតុនោះឯងគាត់មិនបានលាឈប់ទេគឺគាត់នឹងសង្សារទៅបានបរិសុទ្ធម្ចាស់សន្តាគារលួចចូលមកសម្លាប់យ៉ាងប្រិយស័យបំផុតចាប់តាំងពីថ្ងៃនោះមកខ្ញុំបានលាឈប់ពីការងារជាអ្នកលក់នោះភ្លាមខ្ញុំតែងតែធ្វើបុណ្យនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃដើម្បីឧទ្ទិសបុណ្យកុសលជូនទៅវិញ្ញាណក្ខន្ធរបស់បងរិទ្ធនិងវិញ្ញាណនារីរ៉ូបសនោះជានិច្ចសូមឲ្យពួកគេបានទៅកាន់សុគតិភពនិងលែងមានការឈឺចាប់គ្រប់យ៉ាងហាក់ដូចជាបញ្ចប់ទៅដោយសន្តិវិធីប៉ុន្តែមានរឿងមួយដែលនៅតែលងបន្លាចនិងធ្វើឲ្យខ្ញុំពឹសក្បាលខ្ញាក់រហូតមកដល់សប្តាហ៍ថ្ងៃនេះនៅថ្ងៃដែលខ្ញុំបើកឡានចេញពីប៉ុស្តិ៍ប៉ូលីសដើម្បីត្រឡប់ទៅភ្នំពេញវិញពេលដែលខ្ញុំកំពុងតែបើកបរនៅកណ្ដាលភ្លើងងងឹតស្លុបតែម្នាក់ឯងពន្លឺភ្លើងឡានពីក្រោយបានបញ្ចាំងជះមកចំកញ្ចក់ខាងមុខឡានរបស់ខ្ញុំសាប់តែក៏លេចឃើញលើកញ្ចក់ឡានខាងមុខតង់ចន្លោះកណ្ដាលមានស្នាមម្រាមដៃប្រឡាក់ឈាមក្រហមច្រើនៅពីខាងក្រៅសរសេរជាអក្សរមួយម៉ាត់យ៉ាងច្បាស់កលែតថាអរគុណទាំងណាឡានរបស់ខ្ញុំទៅបានចាក់សោចិត្តឈឹងហើយខ្ញុំអង្គុយបើកបរតែម្នាក់ឯងគត់នៅក្នុងឡានរឿងរ៉ាវមួយនេះបានបញ្ចប់ត្រឹមនេះប៉ុន្តែមុននឹងបិទភ្នែកគេនៅយប់នេះខ្ញុំចង់សួរអ្នកទាំងអស់គ្នាដែលកំពុងអង្គុយស្ដាប់សាច់រឿងនេះម្នាក់ឯងថាជាប់បន្ទប់ដែលអ្នកកំពុងតែគេងស្ដាប់រឿងនេះនៅពេលនេះតើអ្នកមានបានងើបមុខទៅពិនិត្យមើលពីដានរួចរាល់ហើយឬនៅរឿងមួយនេះបានបញ្ចប់ត្រឹមនេះតែកុំភ្លេចជួយចុច like Subscribe និង Share វីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារយើងខ្ញុំក្នុងការផលិតវីដេអូភាគក្រោយៗទៀតសម្រាប់យប់នេះសូមអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបគ្នានៅសាច់រឿងទូចៗនៅអេពីសូតក្រោយៗទៀតវាទៅសួស្ដី